រៀបការថ្មីបានមួយខែគត់មិនដឹងរកស៊ីអីឌីតែសេកនៅផ្ទះម៉ែក្មេដីស្រែមិនធ្វើឈើមិនកាប់មន់មិនសម្លាប់ប្រពន្ធចិត្តល្អទិញឡានតូយូតាឲ្យមួយឡានតូយូតាវាឡោកម៉ាស៊ីនដែលផ្លែផាសលួនៅស្ពានជ្រោយចង្វាបើកចុះបើកឡើងចេះតែចង់រលត់ដូរទៅលក់ល្មុតដឹកតាមលមាក់លក់មុខវត្តស្រះចជាប់អ្នកលក់សាច់គោអាំងសែងហុយត្រឡងអោបងប្អូនអើយជួយគាំទ្រខ្ញុំផងរកស៊ីចិត្តតែខាងចិត្តនៅតែសៅមកជីវិតអ្នកលក់ដូរបើវល់តាមដងផ្លូវតស៊ូដើម្បីរស់មិនឲ្យប្រពន្ធមកសៅលក់បាន3ខែនៅតែមិនដើរដូរទៅលក់ល្មើនឹងផ្លែមង្ឃុតមានទាំងសៅម៉ៅបាន4ខែគត់ជប់លក់មង្ឃុតដូរលក់ចេកអាំងវិញម្ដងនៅខេត្តពោធិ៍សាត់មិនចំណេញចេះតែខាតនៅសល់តែកាតដូរទៅបាត់ដំបងលក់ទឹកអំពៅលក់បាន2ខែអត់លុយបងទីតាំងដូរមកវិញនៅសល់តែកាតដូរទៅបាត់ដំបងលក់ទឹកអំពៅលក់បាន2ខែអត់លុយបងទីតាំងដូរមកវិញវត្តតាំងក្រសាំងក្បែរពោចិនតង់លក់ថ្នោតជូរដាក់តាមកដងមានទាំងពីយ៉ែមួយកំប៉ុងពីកំប៉ុងអោបងប្អូនអើយជួយគាំទ្រខ្ញុំផងរកស៊ីចិត្តតែខាងចិត្តនៅតែសៅមកជីវិតអ្នកលក់ដូរបើវល់តាមដងផ្លូវតស៊ូដើម្បីរស់មិនឲ្យប្រពន្ធមកសៅរស់តាមនឹងហើយបងប្អូនអើយជួយគាំខ្ញុំផងជួយតែងថ្នោតជូរខ្ញុំផង